មានវិធីជាច្រើនដើម្បីវាស់ស្ទង់កម្លាំងនៃការខំនៅក្នុងបញ្ជីនៃកម្លាំងខំរបស់សត្វ10កាយសាហាវបំផុតទាំង10នៅលើពិភពលោកនេះយើងនឹងចាត់ថ្នាក់ថនិកសត្វដែលមានជីវិតដោយកម្លាំងខំគិតជាគីឡូក្រាមដែលពួកវាខំប្រឹងនៅពេលខំជាមួយនឹងការកែតម្រូវមួយចំនួនដែលបង្កើតឡើងសម្រាប់ទំហំសត្វនីមួយៗបងប្អូនទាំងអស់គ្នានឹងភ្ញាក់ផ្អើលដែលបានកត់សម្គាល់ឃើញថាសត្វមួយចំនួនមិនមែនជាសត្វស៊ីសាច់នោះទេហើយខ្លះទៀតក៏មិនមែនជាសាច់ស៊ីសាច់តតែសោះសត្វដំបូងនៅក្នុងបញ្ជីរបស់យើងគឺខ្លាឃ្មុំ Grizzly ជាមួយនឹងកម្លាំងខាំដ៏គួរឲ្យភ្ញាក់ផ្អើលសត្វខ្លាឃ្មុំកំពូលនេះមានថាមពលខាំដ៏គួរឲ្យចាប់អារម្មណ៍គឺ68គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េសត្វដែលស៊ីមិនចេះរើសនេះមានដើមកំណើតនៅអាមេរិកខាងជើងហើយភាគច្រើននៃរបបអាហាររបស់ពួកវាត្រូវបានបង្កើតឡើងដោយគ្រាប់ផ្លែប៊ឺរីផ្លែឈើនិងបន្លែផ្សេងទៀតជាទូទៅសត្វប្រភេទនេះរស់បានប្រហែល25ឆ្នាំនៅក្នុងព្រៃហើយពួកវាលូតលាស់ដល់កម្ពស់1ម៉ែត្រកន្លះទៅ2ម៉ែត្រកន្លះខណៈពេលដែលពួកវាមានទម្ងន់ជិត400គីឡូក្រាម9គឺឆ្កែព្រៃហាយេណាដែលបងប្អូនទាំងអស់គ្នាបានឃើញនេះជាប់ចំណាត់ថ្នាក់បន្ទាប់ជាមួយនឹងកម្លាំងខាំ77គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េនោះគឺស្ទើរតែទ្វេដងនៃកម្លាំងខាំរបស់សត្វតោដែលសត្វទាំងពីរនេះបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនិងជាសត្រូវស៊ូពូជនៅលើព្រៃនៃវាលស្មៅក្នុងតំបន់អាហ្វ្រិកប្រភេទសត្វដ៏ធំបំផុតនៃពូជឆ្កែហាយេណានេះមានប្រវែងជាង1ម៉ែត្រហើយពួកវាអាចមានទម្ងន់ចាប់ពី45គីឡូក្រាមទៅ90គីឡូពូជសត្វប្រភេទនេះតែងតែចេញប្រមាញ់ទាំងហ្វូងដែលមានចំនួនដ៏ច្រើនអាចចាប់ពី60ទៅ70ក្បាលពួកវាប្រើកម្លាំងខាំនេះដើម្បីបំបីឆ្អឹងនិងក្រចកសត្វព្រៃមួយចំនួនហើយពួកវាស៊ីសាច់សត្វស្ទើរតែគ្រប់ផ្នែកទាំងអស់ដោយមិនខ្ជិះខ្ជាយអ្វីនោះឡើយ8ខ្លាឃ្មុំតំបន់ប៉ូលមិនត្រឹមតែជាប្រភេទខ្លាឃ្មុំធំជាងគេនៅអាមេរិកខាងជើងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសត្វដែលខ្លាំងបំផុតផងដែរនៅពេលដែលពួកវាខាំរបស់អ្វីមួយកម្លាំងខាំប៉ាន់ស្មានគឺ84គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េនៅពេលដែលពួកវាស៊ីមិនឆ្អែតពួកវាក៏នឹងស៊ីសាកសពត្រីបាឡែនត្រីនិងបន្លែផ្លែឈើជាដើមរោមពោធិ៍សរបស់វាគ្របដណ្ដប់លើស្បែកដែលជួយពួកវាការពារធាតុត្រជាក់និងកម្ដៅថ្ងៃខ្លាឃ្មុំតំបន់ប៉ូលអាចធំដល់544គីឡូក្រាមឈរបានកម្ពស់ដល់ទៅ2ម៉ែត្រនិងជាសត្វដែលពូកែហែលទឹកផងដែរ7ជាមួយនឹងកម្លាំងខាំដ៏ខ្លាំងគឺ91គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េសត្វស្វាហ្គយឡាស្ថិតក្នុងបញ្ជីបន្តរបស់យើងក្នុងបញ្ជីសត្វដែលមានកម្លាំងខាំខ្លាំងបំផុតកដ៏ធំទូលាយនិងសាច់ដុំរបស់សត្វស្វាហ្គយឡាគឺជាកន្លែងបង្កើតថាមពលសម្រាប់ការខាំរបស់ពួកវាប៉ុន្តែពួកវាមិនប្រើកម្លាំងខាំដើម្បីកម្ទេចឆ្អឹងរបស់សត្វព្រៃដូចទៅនឹងសត្វដទៃទៀតដែលយើងបានបង្ហាញនៅខាងលើចំណុចចម្បងរបស់សត្វប្រភេទនេះគឺរុក្ខជាតិនិងផ្លែឈើហើយពួកវាប្រើថ្គាមធំនឹងការខាំដ៏ខ្លាំងក្លារបស់ពួកវាដើម្បីទំពារសម្បកឈើឬនិងវត្ថុធាតុសរសៃផ្សេងទៀតសត្វឈ្មោលពេញវ័យមានធ្មេញរឹងមាំនិងមានចង្កូមដ៏មុតស្រួចជាសត្វរស់នៅក្នុងព្រៃនៃអាហ្វ្រិកកណ្ដាលហ្គយឡាគឺជាសត្វស្វាដ៏ធំបំផុតក្នុងចំណោមសត្វស្វាទាំងអស់ពួកវាក៏មាន98%នៃរចនាសម្ព័ន្ធ DNA ដែលដូចទៅនឹងមនុស្សក្នុងសម័យទំនើបនេះផងដែរ6ចាហ្គ័រគឺជាពូជនៃឆ្មាធំតែមួយគត់ដែលមាននៅក្នុងទ្វីបអាមេរិកហើយពួកវាក៏មានកម្លាំងខាំដ៏មានឥទ្ធិពលបំផុតក្នុងចំណោមពូជខ្លារខិនទាំងអស់ជាមួយនឹងរាងកាយប្រវែង7.2ម៉ែត្រអមនៅកន្ទុយរហូតដល់1ម៉ែត្រសត្វស៊ីសាច់ជាអាហារដ៏ធំទាំងនេះអាចលូតលាស់ដល់ទៅ113គីឡូក្រាមនិងមានកម្លាំងខាំ105គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េទី5ដោយពិចារណាលើទំហំធំនៃសត្វបន្តរបស់យើងវាមិនមែនជារឿងចម្លែកទេដែលសត្វអមេរិកទឹកនេះគៀកចូលមកជិតកម្ពូលនៃបញ្ជីនេះថនិកសត្វដ៏ធំនេះមានទម្ងន់ចន្លោះពី1360ទៅ3630គីឡូក្រាមហើយក៏អាចលូតលាស់ដល់ប្រវែង4ម៉ែត្រនិងរស់នៅបានរហូតដល់40ឆ្នាំពួកវាមានសមត្ថភាពបើកមាត់ដ៏គួរឲ្យចាប់អារម្មណ៍របស់ពួកវាពី150ទៅ180ដឺក្រេនិងបង្កើតកម្លាំងខាំ126គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េហើយក៏អាចខាំសត្វក្រពើដាច់ជា2ផងដែរទី4ត្រូវបានគេរកឃើញនៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិកសត្វក្រពៀគឺជាសត្វមួយក្នុងចំណោមសមាជិកនៃសត្វក្រពើដែលបង្ហាញខ្លួនក្នុងបញ្ជីរបស់យើងជាមួយនឹងកម្លាំងខាំអតិបរមា208គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េទី3ក្រពើទន្លេនីលនិងប្រភេទសត្វដែលពាក់ព័ន្ធផ្សេងទៀតនៅចុងកំពូលនៃបញ្ជីរបស់យើងទាំងអស់ត្រូវបានសិក្សាដោយអ្នកជីវវិទ្យាដ៏ល្បីល្បាញ
ដែលប្រើឧបករណ៍ស៊ើបដើម្បីវាស់ស្ទង់កម្លាំងខាំរៀងៗខ្លួនរបស់ពូជសត្វទាំងអស់នៃសត្វក្រពើដែលមើលឃើញថាប្រវែងមធ្យមរបស់ក្រពើទន្លេនីលលូតលាស់ដល់ជិត5ម៉ែត្រវាសមហេតុផលថាកម្លាំងខាំពិតប្រាកដរបស់ពួកវាគួរតែលើសពី210គីឡូក្រាមក្នុង1សង់ទីម៉ែត្រការ៉េក្រពើទន្លេនីលគឺជាប្រភេទសត្វក្រពើដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោកពួកវាតែងតែវាប្រហារទៅលើមនុស្សច្រើនជាងសត្វក្រពើដទៃទៀតទី2ក្រពើទឹកប្រៃគឺជាក្រពើដ៏ធំបំផុតនៃពូជក្រពើទាំងអស់ដែលមានទម្ងន់ចាប់ពី453គីឡូក្រាមឬលើសពីនេះពួកវាក៏ជាសត្វល្មូនដែលមានកម្លាំងខាំខ្លាំងបំផុតក្នុងពិភពលោកក្រពើទឹកប្រៃគឺជាសត្វមួយប្រភេទដែលបានសម្លាប់មនុស្សច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរជាមួយនឹងប្រវែង5ម៉ែត្រដែលមានកម្លាំងខាំ260គីឡូក្រាមសង់ទីម៉ែត្រការ៉េដែលត្រូវបានវាស់ដោយអ្នកវិទ្យាសាស្ត្រកំពូលទី1គឺទឹកឆ្លាមពណ៌សវិធីដែលអ្នកវិទ្យាសាស្ត្រវាស់កម្លាំងខាំរបស់ទឹកឆ្លាមពណ៌សគឺមិនមានភាពត្រក្រិតដោយវិធីសាស្ត្រដែលប្រើក្នុងការសិក្សាអំពីសត្វក្រពើនោះទេដូច្នេះហើយវាពិតជាពិបាកក្នុងការស្វែងរកទិន្នន័យចាំបាច់សម្រាប់ការប្រៀបធៀបដ៏ល្អមួយអ្នកស្រាវជ្រាវអាចប្រើកាំរស្មី X លម្អិត